តាំងពីខ្ញុំចេះដាំដំណាំមកគឺខ្ញុំមិនដែលដាំដំណាំដោយមិនប្រើតំណក់ទឹកឬក៏គ្រាប់កស៊ូទេបងប្អូនទោះបីជាដាំតិចដាំច្រើនក៏ខ្ញុំតែងតែប្រើបច្ចេកទេសនឹងដែរពីព្រោះវាមានការប្រើប្រាស់តំណក់ទឹកប្រព័ន្ធទឹកត្រឹមត្រូវនិងការប្រើប្រាស់កស៊ូគ្រប់រងគឺពិតជាមានប្រសិទ្ធភាពខ្លាំងមែនទែនទៅលើគ្រប់ដំណាំទាំងអស់បងប្អូនជាពិសេសគឺទៅលើដំណាំដូចជាសណ្ដែកត្រសក់ឪឡឹកដំណាំពីងប៉ោះម្ទេសត្រប់ជាដើមនឹងបាទហើយនឹងដំណាំសំបីតែដំណាំស្លឹកក៏ខ្ញុំប្រើប្រាស់កស៊ូគ្រប់រងដើម្បីធ្វើការដាំដុះដែរជាពិសេសគឺប្រព័ន្ធតំណក់ទឹករបស់ខ្ញុំគឺខ្ញុំមិនដែលចោលទេបងប្អូនពីព្រោះវាមានភាពងាយស្រួលមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបនៃការភ្ជាប់នៅប្រព័ន្ធទឹកដោយសារការដាក់ជីគ្រប់រងគឺបានរួចរាល់ហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើការភ្ជាប់ប្រព័ន្ធទឹកព្រោះនៅក្នុងក្រោមកស៊ូនេះគឺមានដូចជាជីកបោទាំងជីគីមីនិងជីធម្មជាតិលាមកគោហ្នឹងហើយនឹងសារជាតិផ្សេងៗដែលយើងដាក់ដើម្បីការពារជាពិសេសគឺកំបោរកសិកម្មបងប្អូនដើម្បីធ្វើឲ្យដីវាមានគុណភាពល្អសម្រាប់មេរោគសត្វជាដើមហ្នឹងបាទហើយនឹងជួយធ្វើការកាច់លាមកគោទៅជាកម្ពស់បានល្អប្រសើរធ្វើឲ្យដំណាំចាប់និងលូតលាស់បានល្អបងប្អូនអញ្ចឹងការតប្រព័ន្ធទឹកនេះគឺមិនជាពិបាកទេហើយអ្វីប្រព័ន្ធទឹកទាំងឡាយដែលយើងប្រើប្រាស់គឺមិនមែនយើងប្រើប្រាស់ម្ដងជាពិសេសគឺទយោមេ PC ហ្នឹងគឺយើងអាចប្រើប្រាស់បានច្រើនដងបាទអញ្ចឹងក្រោយពីយើងធ្វើគឺយើងទុកដាក់ឲ្យបានសក់ស្រួលទៅគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងថ្ងៃនេះគឺក្រោយពីយើងភ្ជាប់ទយោ trip ជាមួយនឹងវ៉ាន់មេទៅគឺខ្ញុំចាប់ផ្ដើមតប្រព័ន្ធទឹកចូលហើយនេះគឺជាទឹកមេដោយប្រើប្រាស់ដោយ motor បងប្អូនអញ្ចឹងអ្វីដែលសំខាន់គឺយើងមិននឿយទេហើយយើងចំណេញពេលវេលាច្រើនហើយនឹងដំណាំរបស់យើងគឺលូតលាស់មានប្រសិទ្ធភាពល្អបាទលូតលាស់បានល្អជាបំផុតហើយអញ្ចឹងខ្ញុំចាប់ផ្ដើមភ្ជាប់ប្រព័ន្ធទឹកពីដងហើយណាជាក់ស្ដែងគឺយើងអាចភ្ជាប់ប្រព័ន្ធទឹកប្រភពទឹករបស់យើងគឺអាចអណ្ដូងឬក៏ស្រះជាក់ស្ដែងទៅខ្ញុំដឹងថាការប្រើប្រាស់អណ្ដូងស្នប់នៅក្នុងការយកទឹកមកប្រើប្រាស់គឺមិនសូវជាល្អប្រសើរប៉ុន្តែសម្រាប់ខ្ញុំគឺវាគ្មានជម្រើសហើយខ្ញុំក៏មិនចាំបាច់ធ្វើការជីកស្រះដើម្បីយកទឹកយកអីឬក៏ធ្វើស្តុកទឹកអីទេពីព្រោះវាចំណាយលុយច្រើនទី1ទី2គឺដីទី3គឺបញ្ហារឿងអប្សរាអីជាដើមអញ្ចឹងកុំឲ្យជីកស្រះជីអីអញ្ចឹងណាបាទអញ្ចឹងគឺយើងមានតែប្រើប្រភេទហ្នឹងទេតភ្ជាប់ពីដង direct ទៅបើក motor ចេញបាទហើយបងប្អូនឃើញហេតុអ្វីគឺខ្ញុំតខាងមួយខាងទៀតហើយមិនក៏ខ្ញុំត្រូវបន្តណាបាទត្រង់នេះគឺខ្ញុំតនៅចុងមួយខាងទៀតដើម្បីទុកធ្វើការបង្ហូរទឹកបាទជាទូទៅពេលដែលយើងបង្ហូរទឹកចូលគឺវាតែងតែមានទឹកកខ្វក់បាទមានកកមានអីជាដើមអញ្ចឹងទៅបាទអញ្ចឹងដើម្បីជាភាពងាយស្រួលនិងមានប្រសិទ្ធភាពហើយនឹងការការពារការកកស្ទះនៃកំទេចកំទីក៏ដូចជាធូលីកំទេចកំទីពីក្នុងទឹកណាពពួកខ្សាច់ទឹកខ្សាច់ដីអីដែលវាចូលក្នុងទយោគឺបងប្អូនប្រើវ៉ានមួយចង្ហៀងទៀតបាទនៅចុងម្ខាងហ្នឹងគឺប្រើវ៉ានទៅវ៉ានហ្នឹងគឺងាយស្រួលមែនទែនពេលណាដែលមកទឹកឬក៏នៅក្នុងថ្ងៃណាមួយដែលយើងគិតថាវាល្មមនឹងអាចប្រហូរចេញហើយគឺយើងបើកប្រហូរចោលម្ដងទៅដើម្បីឲ្យទឹកដែលនៅក្នុងនោះគឺវាជាទឹកដែលមានកកវាអាចចេញមកនៅតាមវ៉ានហ្នឹងតែម្ដងបងប្អូនអញ្ចឹងយើងគិតគូរឲ្យបានវែងឆ្ងាយទាក់ទងទៅនឹងប្រព័ន្ធទឹកនឹងដែរហើយទយោហ្នឹងក៏យើងអាចប្រើប្រាស់បានយូរហើយពេលដែលវាអត់ស្ទះគឺធ្វើឲ្យតំណក់ទឹកគឺវាសប់ចូលល្អនៅក្នុងដីក្រោមកស៊ូរបស់យើងហ្នឹងបាទឥឡូវតរួចហើយបងប្អូនអញ្ចឹងក្រោយពីតចុងមួយខាងដល់មួយខាងភ្ជាប់ជាមួយទយោមេមួយខាងទៀតគឺយើងតវ៉ានចាប់ផ្ដើមបើកទឹកមើលបាទហើយបងប្អូនកុំទាន់បិទប្រោបវាយើងត្រូវតែតេស្តមើលទឹកទី1តេស្តមើលទឹកទី2គឺឲ្យកន្តិចកន្ទីដែលយើងស្វានឬក៏យើងប្រើទុកយូរទៅវាមានសត្វមានកតិកទីចូលគឺបងប្អូនត្រូវតែបើកបញ្ចេញវាសិនបាទមិនថាទយោមេក៏មិនថាទយោ trip ដែរអញ្ចឹងនេះគឺជាលទ្ធផលបងប្អូន
អញ្ចឹងចុងមួយខែខ្ញុំប្រើវ៉ាន